អីដែលសំខាន់មិនមែនតែផ្ដោតទៅលើការ build នៅ product ទេប៉ុន្តែយើងផ្ដោតទៅលើការ build នៅ business ទាំងមូលតែម្ដងអូខេបងប្អូនអរគុណអញ្ចឹងមិនថាបងប្អូនអរគុណជាអ្នកចេះតែសរសេរ code ឬក៏អត់ចេះសរសេរ code ទេឲ្យតែបងប្អូនអរគុណជាអ្នកដោះស្រាយបញ្ហាឬក៏យើងហៅថាជា problem solver ហ្នឹងអញ្ចឹងកម្មវិធីមួយនេះគឺសម្រាប់បងប្អូនអរគុណនៅក្នុងវីដេអូមួយនេះគឺខ្ញុំចង់ណែនាំនៅកម្មវិធីមួយដែលមានឈ្មោះថា AI in Motion ឬក៏យើងហៅកាត់ថា AIM ណាបងប្អូនអរគុណដែលកម្មវិធីមួយនេះគឺរៀបចំឡើងដោយក្រុមការងារ First Wave ហើយមានការ support ពីក្រសួងប្រៃសណីនិងទូរគមនាគមន៍ផងដែរអញ្ចឹងកម្មវិធីមួយហ្នឹងគឺល្អមែនតើបងប្អូនអរគុណអានេះជាកម្មវិធីមួយដែលខ្ញុំទន្ទឹងរង់ចាំមែនតើអូខេអញ្ចឹងតាក់ទងជាមួយនឹងកម្មវិធី AI in Motion ហ្នឹងគឺយើងបង្កើតមកដើម្បី focus សំខាន់ហ្មងគឺយើងចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងមិនថាអ្នក technical មិនថាអ្នកមិនមែនជាអ្នក technical ទេអញ្ចឹងឲ្យគាត់អាចមានសមត្ថភាពនៅក្នុងការ build នៅ product អីមួយ digital product អីមួយដើម្បីដោះស្រាយនៅបញ្ហាជាក់ស្ដែងដែលគាត់ចង់ដោះស្រាយឬក៏បញ្ហាជាក់ស្ដែងដែលគាត់បានជួបប្រទះហ្នឹងចានេះគឺជាគោលបំណងធំរបស់យើងដែលនៅក្នុងហ្នឹងអីដែលខ្ញុំចាប់អារម្មណ៍នៅក្នុងកម្មវិធី AI in Motion របស់យើងហ្នឹងអីដែលសំខាន់មិនមែនតែផ្ដោតទៅលើការ build នៅ product ទេប៉ុន្តែយើងផ្ដោតទៅលើការ build នៅ business ទាំងមូលតែម្ដងដោយនៅក្នុងហ្នឹងគឺយើងមាន8សប្តាហ៍នៅក្នុងការ train ដែលនៅក្នុងកំឡុងពេល8សប្តាហ៍ហ្នឹងដែលបងប្អូនអរគ្នានឹងចូលនៅក្នុងកម្មវិធីហ្នឹងបងប្អូនអរគ្នានឹង build នៅ working product មិនមែន prototype ទេប៉ុន្តែជា working product តែម្ដងគឺយើងប្រើ AI ដើម្បីបង្កើតវាគឺ AI សុទ្ធតែម្ដងដើម្បីបង្កើតនៅ product មួយហ្នឹងហើយយើងនឹងមាន real customer ទេបងប្អូនអរគ្នា excited យើងមាន real customer យើងមាន pricing យើងមាន revenue អីជាក់ស្ដែងអីដែលសំខាន់មួយទៀតខ្ញុំគិតថាចំណុចនេះគឺសំខាន់ខ្លាំងមែនទែនគឺបច្ចេកទាំងអស់គឺមានការ guide ដោយ founder របស់យើងហើយនិង industry expert របស់យើងគឺ mentor របស់បងប្អូនអរគ្នានៅក្នុងកម្មវិធីមួយហ្នឹងសុទ្ធតែជាបងដែលគាត់មាន start up ជោគជ័យហើយអានេះគឺជាចំណុចសំខាន់ណាហើយមួយទៀតគឺនៅក្នុងថ្ងៃ demo day នៅក្នុងថ្ងៃ demo day ហ្នឹងគឺមិនមែនគ្រាន់តែយើងទៅ demo ឲ្យចោលណាបងប្អូនអរគ្នាគឺយើងនឹងអាចទទួលបាន investment ដើម្បីចាប់ផ្ដើមនៅ start up របស់យើងនឹងផ្ទាល់តែម្ដងអញ្ចឹង excited មែនតើបងប្អូនអរគ្នាអញ្ចឹងត្រឡប់មកវិញបន្តិចគឺកម្មវិធីមួយនេះគឺសម្រាប់អ្នកទាំងអស់គ្នាណាគេក៏អាចចូលរួមបានដែរហើយកម្មវិធី AI in Motion គឺនឹងចាប់ផ្ដើមទទួលពាក្យពីថ្ងៃ1រហូតដល់ថ្ងៃ20ខែសីហាឆ្នាំ2026នេះបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអរគ្នាអាច register តាមរយៈ QR code មួយនេះបានឬក៏បងប្អូនអរគ្នាអាចចូលទៅកាន់ Facebook page របស់ First Wave បានដើម្បីធ្វើការ register ឬក៏បងប្អូនអរគ្នាមានចម្ងល់អីជាដើមអាចឆាតទៅក្រុមការងារនឹងធ្វើការឆ្លើយតបហើយអញ្ចឹងបើចាប់អារម្មណ៍កុំភ្លេចថ្ងៃ1ដល់ថ្ងៃ20គឺជាថ្ងៃដែលយើងបើកទទួលពាក្យអូខេបងប្អូនអរគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាជួបបងប្អូនអរគ្នានៅក្នុង AI in Motion របស់យើង